បាទសួស្តីទាំងអស់គ្នានៅក្នុងកំណត់វីដេអូមួយនេះយើងនឹងបន្ត part 1នៅក្នុង chapter 4របស់យើងបាទកំណត់មុនវារអាក់រអួលដោយសារតែ SolidWorks របស់ខ្ញុំគាំងបាទហ្នឹងហើយបាទយើងក៏គាំងរបស់ខ្ញុំក៏មានថ្ងៃគាំងដែរណាអូខេឥឡូវយើងបន្តបាទយើងមានទំហំបាទហើយនឹង relation នៅលើ picture ដែលយើង pass ចេញមកពីឯកសាររបស់យើងបាទអញ្ចឹងយើងត្រូវការគឺ smart dimension ដើម្បីយើងអាចដាក់គម្លាតបាទរវាងបាទចតុកោណទាំងពីរនេះបាទមកខាងបាទចុច23អូខេបានបន្តមកទៀតបាទយើងត្រូវការហើយបាទយើងត្រូវការប្រវែងណាបាទនៅជ្រុងគឺចុច3អូខេ30បាទអ្វីដែលយើងអាចត្រូវធ្វើបន្ទាប់គឺ add relation បាទហើយបាទយើងត្រូវអូសបាទគេមួយនេះបាទឲ្យត្រួតបាទជាមួយនឹងគេខាងចុងណា relation របស់យើងគឺយើងមានបន្ទាត់សងខាងនៅពីរបស់ចតុកោណនេះត្រូវ symmetry ធៀបជាមួយនឹង center line បាទចឹងយើងចូលទៅក្នុង add relation ហើយនៅក្នុង selected entity បាទយើងរើសយកបន្ទាត់ទី1បន្ទាត់ទី2បាទរួចហើយយើងរើសយក center line បាទពេលនេះ SolidWorks suggest option symmetric ឲ្យយើងរើសយក symmetric បាទតោះមកវារំកិលទៅបើយើងឃើញថាឥឡូវយើងមានទំហំគ្រប់គ្រាន់បាទហើយនៅ relation គ្រប់គ្រាន់ចតុកោណទាំងពីររបស់យើងពណ៌ខ្មៅយើងអាចលុបរូបភាពនេះចេញបានបាទអ្វីដែលយើងអាចគួរធ្វើបន្តបាទនៅក្នុងនេះឃើញលេខក្រោយក្បៀសវាដូរមកពីខ្ទង់បាទចាំយើងដូរក្រោយទៀតក៏បានណាបាទដូរហើយក៏បាន edit document ហើយបាទយើងចូលកន្លែង length បើយើងយកចុច1 2 3បាទយើងយកក្រោយក្បៀស3ខ្ទង់បាទអូខេពេលនេះ SolidWorks នឹងបិទ sketch របស់យើងហើយយើងត្រឡប់មក edit sketch នឹងឡើងវិញបាទហើយយើងឃើញលេខក្រោយក្បៀសមាន3ខ្ទង់ណាអូខេឥឡូវបើយើងធ្វើបន្ទាប់បាទមើលនៅក្នុង isometric view បាទយើងចូលទៅ feature ហើយយើងយក extruded cut ជំរើសយើងយក blind នេះបាទយើងយក through all ទៅដូរបាទរួចហើយវានឹងកាត់ទៅទាំងស្រុងតែម្ដងបាទយើង click OK បាទចប់មួយចំណែករបស់ feature នេះណាបាទអូខេឥឡូវយើងកាត់ហើយបាទតើអ្វីទៅដែលយើងនៅត្រូវធ្វើបន្ទាប់បាទយោងតាមឯកសាររបស់យើងបាទ 3D part របស់យើងទី1នេះបាទតម្រូវឲ្យយើងមាន fillet បាទចុច0.32 inch បាទនៅលើគែមទាំងអស់នេះបាទលើកលែងតែគែមទី1ទី2នេះទី3ណាអូខេបាទបានបន្តមកទៀតយើងត្រូវការ chamfer នៅលើគែមដែលយើងមិន select នៅក្នុង fillet អូខេហើយទំហំរបស់វាគឺដូចគ្នាបាទចុច0.32 inch បាទអូខេជាងយើងចូលទៅ SolidWorks Winch tool ដែលយើងត្រូវបន្ទាប់យើងចូលនៅក្នុង feature បាទយើងរើសយក fillet ពេលយើងចូលដល់ fillet ភ្លាមបាទយើងត្រូវតែវាយនៅក្នុងបាទទំហំបាទកម្មរបស់fillet របស់យើងចុច0.32អូខេតទៅទៀតនៅក្នុង item to fillet បាទយើងអាចសាកល្បងអូសម៉ៅរបស់យើងបាទពីចុចហើយអូសពីឆ្វេងទៅស្ដាំទៅរត់ទៅគែមក្រោមបាទអញ្ចឹង SolidWorks នឹង select គែមទាំងអស់ឲ្យយើងបាទអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវតែបាទចុចយកគែមដែលយើងមិនត្រូវការ1បាទ2បាទមួយទៀតបាទ3អូខេបើយើងមកខាងនេះដូចគ្នា1បាទចុចមើលគែម2បាទគែមមួយទៀតគឺ3បាទវាត្រូវការយើងផ្ចិតផ្ចង់តិចបើឥឡូវយើង rotate part ដោយសញ្ញាព្រួយបាទហើយយើងមើលខេងគែមដែលយើងត្រូវ select បាទទី1គឺគែមនេះណាបាទចុចចំគែមបាទទី2បាទគែមមួយខាងក្នុងនេះហើយទី3គឺគែមខាងក្នុងនេះមួយទៀតណាបាទតមកទៀតបាទយើងមូលមក extrude cut ខាងនេះ1បាទចុចយកគែមមួយ2បាទចុចយកគែមមួយទៀតបាទគឺ3អូខេ
dương ai scroll và cho một crowd mình tích hay dương mơ và full preview nhé mà bây giờ mơ full preview với ai để dương đăng thá ta kem để dương mình select nó về bọc bong hay rồi nữa dương khởi là về bọc bong cho tập bạch ấy ok và tầm tiếp dương cho ok mà để lấy dương ban fillet đôi để dương chọn bán và control sẽ bán dương vào sọc khác ok và chứ những kênh kem này mỗi mình select và kem khi này không này mỗi mình select kem không này còn mình select này nữa ok ở đâyយើងត្រូវធ្វើបន្តគឺ add feature chamfer បាទហើយនៅក្នុង feature chamfer បាទគឺយើងមានទំហំបាទចុច032វាយចូលទៅហើយ enter យើងចាប់ផ្ដើមទៅ select game ដែលយើងបោះបង់ចោលលើមុននៅក្នុង fillet 1បាទហើយ2បាទយើងអត់យកមួយទេបាទអូខេ1បាទ2អូខេអញ្ចឹង preview របស់ SolidWorks បាទចាប់ផ្ដើមបង្ហាញពី game ដែលយើង select ភ្លាមបង្ហាញពី chamfer 1បាទយើងចូលមកត្រង់នេះ2អូខេបាទមកបាទ export ខាត់ខាងនេះ1បាទហើយមក select game ខាងក្នុងនោះទៀត2អូខេឥឡូវយើង click ចូល OK បាទបើយើងបង្វិលមើល isometric view បាទហើយជា game ដែលយើងធ្វើ fillet បាទអញ្ចឹងដើម្បីឲ្យយើងងាយមើលបាទហើយយើងគួរតែ highlight ពណ៌ណាបាទខ្ញុំបាន highlight ពណ៌ក្រហមបាទសម្រាប់ fillet បាទហើយពណ៌បៃតងសម្រាប់ chamfer អូខេបាទអញ្ចឹងយើងអាចចូលមកនៅក្នុង fillet របស់យើងបាទចុចលើវាចុចលើ fillet ហើយយើងយក edit color បាទអញ្ចឹងយើងយក fillet 1បាទហើយយើងជ្រងចាំ SolidWorks បាទបញ្ចេញបាទ dialog box មកឲ្យយើងបាទយើងរើសយកពណ៌ក្រហមវាផ្លាស់ប្ដូរយើង click OK ហើយនៅលើ chamfer បាទយើងចុចលើ chamfer បាទយើងយក appearance បាទយើងជ្រើសយក chamfer រួចហើយបាទយើង scroll ចូលមកក្រោមបាទដើម្បីយើងរើសពណ៌បាទយើងចង់បានពណ៌បៃតងអូខេអូខេបាទប៉ុណ្ណឹងគឺបាទយើងចប់នៅក្នុង part ទី1របស់យើងបាទដោយដែលមានការណែនាំនៅក្នុង super របស់យើងអូខេយើងមាន fillet បាទយើងមាន chamfer បាទអ្វីយើងលើសពីគេបន្តិចគឺយើងផាត់ពណ៌ហើយ complete save ឈ្មោះរបស់ part របស់យើងផងណាបាទអរគុណច្រើនទាំងអស់គ្នា part 1ចប់ហើយបាទ